lan quạt tròn bàn hỏi đọc ấy trong hồi say lại có tham hỏi hái nơi miền ghé tròn đi chứ là nóยังអាចប្រើភាសាសាមញ្ញមួយថាអាចដាក់ឲ្យហិតបានអូខេបងប្អូនអញ្ចឹងសម្រាប់បងប្អូនយើងដែលអត់ទាន់បានស្គាល់ពីហ្គាសទឹកឬក៏ស្ថានភាពថាតើអាម៉ាស៊ីនហ្គាសទឹកហ្នឹងវាយ៉ាងម៉េចនេះបងប្អូនគាត់យកមកជាគំរូស្រាប់អញ្ចឹងខ្ញុំសូមឲ្យបងជួយបញ្យល់មួយនៃម៉ាស៊ីនហ្គាសទឹកហ្នឹងគេថាគាត់តែប៉ុណ្្នឹងសោះអត់មានដូចជាអត់មានឃើញម៉ូទ័រមានអីញ៉ៃទេតែទៅជាជួយឲ្យម៉ាស៊ីនបងប្អូនស្ទុះឬក៏ម៉ាស៊ីនដែលប្រភេទម៉ាស៊ីនសុទ្ធធ្លាក់ផ្សែងវាទៅជាអាចកាត់បន្ថយផ្សែងបានបាទជាក់ស្ដែងដើម្បីអាចបំបែកhydrogen បានគឺយើងទីវត្ថុធាតុដើមនោះគឺទឹកហ្នឹងហើយបាទយ៉ាងទឹកហើយទី2គឺអគ្គិសនីវិភាគនៅខាងក្នុងណាបាទដែលយើងមានជាបង្គោលអគ្គិសនីហ្នឹងបាទហើយទី3យើងមានលបាយមួយដែរលបាយមួយកូនកំប៉ុងដែរណាបាទអញ្ចឹងយើងអាចដាក់ចូលគ្នាទៅនៅពេលដែលយើងប្រើប្រាស់គឺវាអូតូម៉ាទិកវានឹងបំបែកយក hydrogen ចេញមកតាមរន្ធនេះហើយចូលទៅក្នុងឡានតាមរយៈក air បាទយើងចោះទៅយក air មួយដាក់វ៉ាល់ទៅហើយទៅយកចូលទៅបាទអញ្ចឹងនៅពេលដែលយើងប្រើឬយើងកាច់សោមកវាដើរបំបែកទៅវាចូលទៅក្នុងម៉ាស៊ីនតាមរយៈក air អញ្ចឹងអាហ្នឹងយើងអាចប្រើភាសាសាមញ្ញមួយថាអាចដាក់ឲ្យហិតបានហ្មងបាទវាដូចយើងគាត់ហ្នឹងយើងធម្មតាយើងចោះក air ត្រូវអញ្ចឹងធម្មតា air ជាមានតួនាទីស្រូបខ្យល់ស្រូបខ្យល់ចូលទៅក្នុងម៉ាស៊ីនអញ្ចឹងពេលដែលហ្គាសទឹកនេះចាប់ផ្ដើមធ្វើបាតកម្មពេលដែលម៉ាស៊ីនពេលដែលយើងជន់ទៅម៉ាស៊ីនវាស្រូបខ្យល់ចូលអញ្ចឹងវាហឺតចូលតាមក air ហ្នឹងហើយវាយកលបាយ hydrogen ទៅវាដល់មានអុបតាំងខ្ពស់ចូលក្នុងម៉ាស៊ីនបាទវាចំវាដំណើរការប្រហែលបើ turbo ណាដែលថាឡានខ្លះគេយកទៅបំពាក់ turbo ណាគឺ turbo តួនាទីវាយក oxygen ទៅបាទយកខ្យល់ធម្មតាទៅតែអានេះវាដោយទាំង oxygen ដោយទាំង hydrogen បាទអញ្ចឹងហើយការដំឡើងងាយជាងការកែ turboអញ្ចឹងអានេះបើសិនជាយើងឧទាហរណ៍ថាយើងមានឡានប៉ុណ្ណាងហ៎បងគឺជាប្រភេទប៉ុណ្ណាង off road ក៏ដោយឬក៏យើងត្រូវការជំនួយបន្ថែមយើងអាចដាក់នេះបានបាទដាក់បានដោយសារកន្លងមកមានភ្ញៀវគាត់ Lancer ហ្នឹងគឺគាត់ចូលចិត្ត off road អញ្ចឹងគាត់យកមកដាក់2ក៏ដាក់ຂະຫນາດធំបាទគាត់ដាក់2ហើយគាត់ថាស្រួលណាស់បងអើយហើយបើគាត់ជិះលើផ្លូវលឿនលឿនពីមុនណាគាត់ឡានគាត់ជន់បាន110អីចង់ហុយផ្សែងឥឡូវគាត់ថា150នៅមានហ្គាជន់ទៀតអញ្ចឹងមកមានន័យថាបើសិនជាបង off road មួយចំនួនគាត់ចាប់អារម្មណ៍ឬក៏គាត់ចង់សាកអីអាចមកសាកមួយបងបាទសាកបានដែរបាទសាក free ឬក៏សាកគិតលុយមិនអីទេគាត់អញ្ជើញមកក៏ខ្ញុំអាចនិយាយថាទីឲ្យតែបងប្អូនដែលគាត់ប្រើ off road មែនតើណាប្រកាសឲ្យគាត់ចង់សាកល្បងអត់អីទេខ្ញុំអាច support គាត់បានឲ្យគាត់តេស្តបានអញ្ចឹងបងប្អូនដែលមានឡាន off road អាសាចុះព្រៃបាទអាសាចុះផុកអីព្រោះធម្មតាឡានអស់ហ្នឹងគឺត្រូវការដង្ហើមវែងហ្នឹងបងមានជាន់មួយឲ្យដាច់ទេមានថាជាន់ហើយនៅជាន់បានទៀតត្រូវការថាមពលបន្ថែមគឺអានេះគឺជួយកម្លាំងគឺពិសេសគឺទៅលើកម្លាំងនឹងតែម្ដងអញ្ចឹងបងនៅពេលដែលយើង set up ដាក់នៅក្នុងឡានណាយើងត្រូវការបំពាក់ឧបករណ៍ទាំងអស់ហ្នឹងចូលទៅក្នុងហ្នឹងឬក៏យ៉ាងណាទេបាទជាក់ស្ដែងគឺយើងត្រូវការសំខាន់តែ2ទេទី1បតបជាទី2គឺដបផលិត hydrogen ហ្នឹងបាទអញ្ចឹងយើងដាក់នៅក្នុងកន្លែង block ម៉ាស៊ីនហ្នឹងណាកន្លែងណាតលាយើងដាក់ឲ្យតែដាក់ដបនឹងបានហើយបាទតែភាគច្រើនឡានគឺដាក់បានសឹងទាំងអស់ហើយចុះបងខ្ញុំឃើញបងភ្ជាប់អាគុយនេះមកដែរអាគុយនេះគឺដោយសារយើងធ្វើ demo ទេយើងសម្រាប់ឲ្យមើលអញ្ចឹងយើងឲ្យសូភ្ញៀវណាជិតទៅអាគុយនោះតំណាងអាគុយឡានបាទជិតពិតយើងតជាមួយនឹងអាគុយឡានអញ្ចឹងអត់ច្រឡំទេថាពេលដែលយើងតឡើងហ្គាសទឹកនៅក្នុងឡានហើយយើងដាក់គុយមកក្របទៀតតែប៉ុន្តែអត់ទេបាទនេះពេលដែលយើងបើកចាញ់ភ្លើងទៅវានឹងធ្វើប្រតិកម្មហ្នឹងបាទអញ្ចឹងបងចង់សួរបងបន្ថែមថាសម្រាប់វិស័យhydrogen នេះមិនមែនតែស្រុកយើងទេខ្ញុំចង់សួរទូទៅតែម្ដងទូទាំងពិភពលោកណាថាតើគេប្រើទៅលើបច្ចេកវិទ្យាឬក៏ម៉ាស៊ីនអីខ្លះហើយបង